រឿងបន្ទប់ខ្មោចជួរ112ពន្លឺព្រះអាទិត្យពេលរសៀលបានចាស់មកលើច្រកផ្លូវដ៏ស្ងប់ស្ងាត់នៃអគារចាស់មួយនេះសុខាឈរនៅចំពោះមុខទ្វារឈើដែលមានលេខ112ដែលក្តីរំពឹងទុកជាថ្មីខ្យល់ត្រជាក់បក់កាត់ក្បែរត្រជាក់ធ្វើឲ្យនាងមានអារម្មណ៍ភ្លេចយ៉ាងចម្លែកក្នុងចិត្តនាងដកដង្ហើមវែងៗដើម្បីពង្រឹងស្មារតីរបស់ខ្លួនឯងនៅក្នុងភាពស្ងៀមស្ងាត់ដៃរបស់នាងចាប់ផ្ដើមលើកឡើងយឺតៗឆ្ពោះទៅកាន់សោទ្វារដែលនឹងបើកទៅរកជីវិតថ្មីប៉ុន្តែនៅពីក្រោយទ្វារនេះមានអាចកំបាំងម្យ៉ាងដែលកំពុងរងចាំការមកដល់របស់នាងទ្វារបន្ទប់បាញ់បែកយឺតៗបង្ហាញពីភាពងងឹតនិងក្លិនអាពតចាស់ៗដែលនៅទីនោះសុខាបាំងបោះជំហានចូលទៅក្នុងបន្ទប់លេខ112ក្នុងក្តីបារម្ភលាយឡំនឹងការចង់ដឹងពន្លឺតិចៗអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាណាកុំភ្លេចជួយ Subscribe នៅក្នុង Channel YouTube នេះផងណាដើម្បីទទួលបាននូវវីដេអូរឿងនិទានក៏ដូចជាការសម្ដែងថ្មីៗផងដែរណាចាំបងប្អូនគាត់ទៅចុចកន្លែងវាថា Subscribe បន្តមកទៀតចុចកន្លែងនេះមកនេះហ្នឹងឯងចឹងមកណាបើសិនជាភាសាអង់គ្លេស Subscribe តែបើសិនជាភាសាខ្មែរគេដាក់ថាជាវអរគុណច្រើនមែនទេណាអរគុណសម្លឹងមើលជុំវិញបន្ទប់ដោយព្យាយាមស្វែងរកអ្វីដែលលាក់កំបាំងនាងឈរនៅទីនោះមួយសន្ទុះដោយគិតពីអ្វីដែលនឹងកើតឡើងបន្តទៀតពន្លឺថ្ងៃរសៀលបានបំភ្លឺឲ្យឃើញនៅធូលីដីដែលរំរាយលើគ្រែឈើចាស់មួយសុខាបានចាប់កាន់ជាយក្រណាត់សដែលគ្របលើគ្រែរួចខកសម្លឹងមើលទៅកម្រាលឈើខាងក្រោមនៅចន្លោះប្រហោងនៃកម្រាលឈើនោះមានអ្វីម្យ៉ាងកំពុងជះពន្លឺចែងចាំងមកកាន់ភ្នែកនាងវាគឺជាស្នៀតសក់ប៉ាកដ៏តូចមួយដែលហាក់ដូចជាត្រូវបានគេលាក់ទុកជាយូរមកហើយភាពត្រជាក់ស្រេបមួយបានរត់កាត់ខ្នងរបស់នាងនៅពេលដែលនាងបានឃើញវាកាន់តែច្បាស់នាងឈរស្ងៀមមួយសន្ទុះដោយមិនដឹងថាការប៉ះពាល់វានឹងនាំមកនូវអ្វីឡើយភាពត្រជាក់ស្រែបចេញពីកម្រាលឈើបានជ្រាបចូលទៅក្នុងខ្លួនរបស់សុខានាងលុតជង្គង់ចុះយឺតៗដោយភ្នែកសម្លឹងមើលទៅស្នៀបសក់ប្រាក់ដែលនៅចំពោះមុខក្នុងចិត្តនាងមានអារម្មណ៍ស្តាក់ស្ទើរប៉ុន្តែភាពចង់ដឹងបានជំរុញឲ្យនាងលូកដៃទៅរកវានៅពេលដែលចុងម្រាមដៃរបស់នាងប៉ះនឹងលោហៈធាតុដ៏ត្រជាក់នោះពិភពលោកហាក់ដូចជាប្រែជាស្ងាត់ឈឹងភាពញាប់ញ័រមួយបានកើតឡើងក្នុងបេះដូងហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលនាងពីក្រោយស្រមោលនៅក្នុងបន្ទប់ចាប់ផ្ដើមវែងទៅហើយបរិយាកាសក៏កាន់តែធ្ងន់ពេលប្រលប់បានមកដល់នាំមកនៅភាពត្រជាក់និងភាពងងឹតស៊ូនស៊ុងក្នុងបន្ទប់សុខាឈរសម្លឹងមើលស្នៀតសក់កណូដៃស្រាប់តែញៀនក្លិនផ្កាម្លិះយ៉ាងក្រអូបសាយភាយពេញអាកាសវាគឺជាក្លិនដែលមិនគួរមាននៅក្នុងបន្ទប់ដ៏ទូទេស្អាតនិងពោពេញដោយធូលីដីមួយនេះឡើយនាងព្យាយាមដកដង្ហើមស្រូបយកក្លិននោះទាំងក្តីងឿងឆ្ងល់និងភាពភ័យខ្លាចដែលចាប់ផ្ដើមលូនចូលមកស្រាប់តែមានត្របកផ្កាម្លិះពណ៌សមួយបានធ្លាក់ចុះមកយឺតនៅចំពោះមុខនាងភាពស្ងប់ស្ងាត់នៅជុំវិញខ្លួនចាប់ផ្ដើមធ្វើឲ្យនាងមានអារម្មណ៍ថានាងមិនមែននៅទីនេះតែម្នាក់ឯងនោះទេភាពស្ងាត់ជ្រងំនៃរាត្រីបានគ្របដណ្ដប់ប៉ុន្តែត្រចៀករបស់សុខាហាក់លឺអ្វីម្យ៉ាងនាងអង្គុយនៅលើគែមគ្រែចាស់ដោយព្យាយាមផ្ទៀងស្ដាប់នៅសំឡេងដែលចេញពីជញ្ជាំងសំឡេងច្រៀងតិចៗតាមចង្វាក់ភ្លេងបុរាណបានបន្លឺឡើងយ៉ាងស្រទន់នៅក្នុងភាពងងឹតវាគឺជាសំឡេងស្រីដែលពោពេញដោយភាពសោកសៅនិងការនឹករលឹកយ៉ាងខ្លាំងបេះដូងរបស់នាងចាប់ផ្ដើមលោតញាប់ខណៈដែលបទចម្រៀងនោះកាន់តែខិតមកក្បែរនាងមិនហ៊ានសូម្បីតែងាកក្រោយមើលទៅជ្រុងងងឹតនៃបន្ទប់នោះឡើយសុខាបានដើរទៅរកកញ្ចក់ចាស់មួយដែលដាក់នៅកាច់ជ្រុងបន្ទប់នាងសម្លឹងមើលទៅក្នុងកញ្ចក់ដែលស្រអាប់ដោយធូលីដីនិងភាពចាស់ជរាស្រមោលរបស់នាងនៅក្នុងកញ្ចក់ហាក់ដូចជាមានអ្វីម្យ៉ាងប្លែកដែលនាងមិនអាចពណ៌នាបាននៅពេលដែលនាងជូតសម្អាតធូលីចេញនាងស្រាប់តែឃើញស្រមោលសខ្មៃម្យ៉ាងនៅពីក្រោយខ្នងបេះដូងនាងស្ទើរតែឈប់ដើរនៅពេលដែលឃើញរូបរាងស្រីម្នាក់ឈរយ៉ាងស្ងៀមស្ងាត់នាងមិនហ៊ានសុំបីតែងាកក្រោយទៅមើល
ការពិតដែលនៅពីក្រោយខ្នងនាងឡើយខ្យល់ត្រជាក់ស្រែបមួយបាំងបក់មកប៉ះកញ្ចឹងករបស់សុខាធ្វើឲ្យនាងព្រឺរោមខ្ញាក់នាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងឈរនៅជិតបំផុតរហូតដល់ឮសំឡេងដង្ហៅម្រាមដៃដែលគ្មានរូបរាងហាក់ដូចជាកំពុងអង្អែលសក់របស់នាងយ៉ាងស្រទន់បំផុតនាងព្យាយាមងាកក្បាលទៅមើលយឺតទាំងបេះដូងលោតញាប់ដូចជាចង់ផ្ទុះចេញមកក្រៅក្នុងភ្នែករបស់នាងដែលពោពេញដោយភាពភ័យខ្លាចនាងបានឃើញស្រមោលព្រើនៃមុខមនុស្សស្រីភាពត្រជាក់ដែលមិនមែនជាធម្មជាតិបានឡោមព័ទ្ធរូបកាយរបស់នាងទាំងស្រុងនៅពេលនេះពន្លឺអំពូលភ្លើងដែលនៅសេសសល់ចាប់ផ្ដើមញាក់ញ័រហាក់ដូចជាដង្ហើមចុងក្រោយសុខាឈរនៅចំកណ្ដាលបន្ទប់ដែលកំពុងប្រែប្រួលរហូតដល់នាងមានអារម្មណ៍ថាទ្វារចេញកាន់តែឆ្ងាយទៅនាងលើកដៃខ្ទប់ត្រចៀកទាំងសងខាងដើម្បីគេចចេញពីសម្លេងខ្សឹបខ្សៀវដែលលេចចេញពីជញ្ជាំងក្លិនផ្កាម្លិះដ៏ត្រជាក់វ៉ាន់សាយភាយកាន់តែខ្លាំងរហូតដល់ថប់ដង្ហើមគ្រប់យ៉ាងជុំវិញខ្លួនប្រែទីខ្មៅងងឹតស្លុបហាក់ដូចជាពិភពលោកខាងក្រៅបានបាត់បង់អស់ហើយនាងមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវបានលេបត្របាក់ដោយភាពឯកោនៃបន្ទប់លេខ112នៅក្នុងភាពងងឹតស្លុបរូបរាងស្រីម្នាក់បានលេចចេញមកយ៉ាងយឺតពីជ្រុងបន្ទប់សុខាដកថយរហូតដល់ខ្នងប៉ះនឹងបង្គួនគ្រែគ្មានផ្លូវសម្រាប់រត់គេចទៀតឡើយស្រីម្នាក់នោះមានសក់វែងអន្លាយដល់ចង្កេះហើយស្លៀកសម្លៀកបំពាក់បុរាណដែលដាច់រហែកនាងលើកដៃដល់ស្គាំងជើងអូលមកកាន់ស្និតសក់ដែលនៅក្នុងដៃរបស់សុខាទឹកភ្នែករបស់សុខាបានហូរស្រក់ចុះហួកលឺថ្ពាល់ដោយភាពភ័យខ្លាចបំផុតដែលមិនធ្លាប់មានភាពត្រជាក់ពីវិញ្ញាណនោះបានធ្វើឲ្យឈាមក្នុងខ្លួនរបស់នាងហាក់ដូចជាកកឈាមគ្មានពាក្យសម្ដីអ្វីបន្លឺឡើងមានតែភាពសោកសៅដ៏ជ្រាលជ្រៅដែលចេញពីភ្នែកដ៏ស្រអាប់របស់ខ្មោចស្រីនោះអាថ៌កំបាំងដែលលាក់ទុកជាច្រើនឆ្នាំឥឡូវនេះបានបង្ហាញខ្លួននៅចំពោះមុខនាងហើយស្រាប់តែទស្សនភាពក្នុងបន្ទប់បានប្រែប្រួលហាក់ដូចជាពេលវេលាបានថយក្រោយត្រឡប់ទៅអតីតកាលសុខាបានឃើញស្ត្រីម្នាក់ដែលមើលទៅមានជីវិតជីវ៉ាកំពុងអង្គុយនៅមុខកញ្ចក់យ៉ាងស្រស់ស្អាតស្ត្រីម្នាក់នោះបានកាន់ស្នៀតសក់ប្រាក់យ៉ាងណែនក្នុងដៃហាក់ដូចជាវត្ថុមានតម្លៃបំផុតក្នុងជីវិតប៉ុន្តែពន្លឺដ៏ស្រស់បំព្រងនោះក៏ចាប់ផ្ដើមប្រែជាពណ៌ប្រផេះនៃភាពសោកសៅយ៉ាងឆាប់រហ័សទឹកភ្នែករបស់ស្ត្រីក្នុងអតីតកាលបានហូរស្រក់ចុះមកលើស្នៀតសក់នោះយ៉ាងស្ងៀមស្ងាត់រូបភាពដ៏ស្រស់ស្អាតបានរលាយបាត់ទៅវិញបន្សល់ទុកត្រឹមតែភាពឯកោដោយមិនអាចពណ៌នាបានទស្សនភាពអតីតកាលបានរលាយបាត់ទៅបន្សល់ទុកតែភាពពិតដ៏រន្ធត់នៅក្នុងបន្ទប់ដ៏ទ្រុឌទ្រោមវិញ្ញាណស្រីម្នាក់នោះបានមកឈរនៅចំពោះមុខសុខាយ៉ាងជិតរហូតដល់នាងមានអារម្មណ៍ថាដង្ហើមត្រជាក់ស្រាបដៃដ៏ស្គាំងរបស់ខ្មោចស្រីបានលូកមកជិតផ្ទៃមុខរបស់សុខាហាក់ដូចជាជន់ស្វែងរកភាពកក់ក្ដៅដែលបិទបាំងភ្នែករបស់វិញ្ញាណនោះពោពេញដោយភាពខ្មៅងងឹតនិងការឈឺចាប់ដែលគ្មានថ្ងៃបញ្ចប់សុខាមានអារម្មណ៍ថាបេះដូងរបស់នាងកំពុងត្រូវបានច្របាច់ដោយភាពសោកសៅដ៏ធ្ងន់ធ្ងរបន្ទប់លេខ112នេះមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅឡើយប៉ុន្តែវាគឺជាគុកនៃវិញ្ញាណស្នៀតសក់ប្រាក់នៅក្នុងដៃរបស់សុខាហាក់ដូចជាកាន់តែធូនទៅរាល់វិនាទីដែលកន្លងផុតនាងសម្លឹងមើលវត្ថុនោះទាំងមានអារម្មណ៍ថាវិញ្ញាណរបស់នាងកំពុងត្រូវបានទាញចូលទៅក្នុងរឿងរ៉ាវរបស់ម្ចាស់ដើមដៃដ៏ត្រជាក់របស់ខ្មោចស្រីនៅតែស្ថិតនៅពីលើដៃរបស់នាងហាក់ដូចជាកំពុងផ្ទេរនៅរាល់ការឈឺចាប់មកឲ្យនាងសុខាបានក្តាប់ស្នៀតសក់នោះយ៉ាងណែនក្នុងបំណងចង់យល់ពីអាថ៌កំបាំងដែលលាក់ទុកភាពភ័យខ្លាចកាលពីមុនបានប្រែទៅជាសេចក្តីសោកសៅដាប់ជ្រាលជ្រៅដែលមិនអាចថ្លែងបាននៅទីនេះពេលវេលាហាក់ដូចជាលែងមានន័យទៀតហើយមានតែការឈឺចាប់ដែលនៅស្ថិតស្ថេរសុខាបានដើរទៅក្បែរបង្អួចធំហើយសម្លឹងមើលទៅខាងក្រៅដែលពោពេញដោយអបក្រាស់នៅលើកញ្ចក់បង្អួចនាងបានឃើញស្រមោលរបស់ខ្លួនឯងត្រួតលើស្រមោលរបស់វិញ្ញាណស្រីនោះនាងលើកដៃដាក់លើកញ្ចក់ដ៏ត្រជាក់ហាក់ដូចជាចង់ស្វែងរកភ្លើងចេញពីគុកងងឹតមួយនេះប៉ុន្តែអ្វីៗនៅខាងក្រៅបានរលាយបាត់ទៅក្នុងភាពសូន្យឈឹងបន្សល់ទុកតែបន្ទប់លេខ112នាងមានអារម្មណ៍ថាជញ្ជាំងនៃបន្ទប់នេះកំពុងរឹតបន្តឹងមកលើរូបកាយរបស់នាងបន្តិចម្ដងបន្តិចវាគឺជាការជាប់ឃុំឃាំងដែលមិនមែនត្រឹមតែរូបរាងកាយប៉ុន្តែគឺជាវិញ្ញាណទាំងស្រុងតែម្ដងស្រមោលរបស់សុខា
និងវិញ្ញាណស្រីនោះបានរលាយចូលគ្នាជាតែមួយនៅលើកម្រាលឈើពណ៌សម្បុរនៃសម្លៀកបំពាក់របស់នាងចាប់ផ្ដើមប្រែជាស្លេកស្លាំងបាត់បង់ភាពស្រស់បំព្រងនាងងើបក្បាលឡើងយឺតជាមួយនឹងកែវភ្នែកដែលគ្មានពន្លឺហាក់ដូចជាព្រលឹងរបស់នាងត្រូវបានដកចេញភាពភ័យខ្លាចបានរលាយបាត់ទៅជំនួសមកវិញនូវភាពទទេស្អាតនិងសេចក្តីអស់សង្ឃឹមនាងលែងជាខ្លួនឯងទៀតហើយប៉ុន្តែជាផ្នែកមួយនៃវិញ្ញាណដែលវិលវល់នៅក្នុងបន្ទប់នេះបន្ទប់លេខ112កំពុងតែលេបត្របាក់អត្តសញ្ញាណរបស់នាងទាំងស្រុងសុខាអង្គុយនៅមុខកញ្ចក់យ៉ាងស្ងៀមស្ងាត់ហាក់ដូចជាត្រូវបានគេដាក់មន្តអាគមសណ្ដំវិញ្ញាណស្រីនោះបានដាក់ដៃលើស្មារបស់នាងហាក់ដូចជាកំពុងរៀបចំពិធីអ្វីម្យ៉ាងដ៏អាថ៌កំបាំងផ្សែងអបនៃក្លិនផ្កាម្លិះបានឡោមព័ទ្ធញាក់ទាំងពីររហូតដល់មើលរូបរាងស្ទើរតែមិនច្បាស់នាងបានលើកស្នៀតសក់ប្រាក់ឡើងយឺតឆ្ពោះទៅកាន់សក់ក្បាលរបស់នាងដោយដៃដ៏ញ័រទៅត្រឹកនៅក្នុងកញ្ចក់ផ្ទៃមុខរបស់អ្នកទាំងពីរបានរលាយចូលគ្នាคล้ายទីមុខតែមួយដែលពោពេញដោយភាពសោកសៅបន្ទប់លេខ112កំពុងតែរៀបចំទទួលយកសមាជិកថ្មីម្នាក់ទៀតជាស្ថាពរស្នៀតសក់ប្រាក់ត្រូវបានដាក់ចូលទៅក្នុងសក់របស់សុខាហាក់ដូចជាការចងភ្ជាប់វិញ្ញាណយ៉ាងណែនពន្លឺពណ៌ខៀវត្រជាក់ស្រេបបានជះចេញពីវត្ថុនោះគ្របដណ្ដប់ពេញផ្ទៃមុខរបស់នាងនៅខណៈនោះព្រលឹងរបស់នាងហាក់ដូចជាត្រូវបានហែកចេញពីរូបកាយហើយជំនួសមកវិញនៃភាពត្រជាក់ស្រមោលនៃវិញ្ញាណស្រីនោះបានរលាយចូលទៅក្នុងខ្លួនរបស់សុខាបន្តិចម្ដងរហូតដល់คล้ายជាតែមួយកែវភ្នែករបស់នាងប្រែជាពណ៌សថ្លាគ្មានពន្លឺនៃជីវិតមនុស្សទៀតឡើយអ្វីៗគ្រប់យ៉ាងក្នុងបន្ទប់លេខ112ប្រែជាស្ងាត់ឈឹងដូចជាភ្នោឥឡូវនេះសុខាបានក្លាយជាម្ចាស់ថ្មីនៃបន្ទប់លេខ112រូបរាងកាយជាមនុស្សរបស់នាងបានរលាយបាត់ទៅបន្សល់ទុកត្រឹមតែវិញ្ញាណនៅក្នុងកញ្ចក់នាងអង្គុយសម្លឹងមើលពិភពលោកតាមរយៈកញ្ចក់ដោយមានស្នៀតសក់ប្រាក់ជាស័ក្តិសិទ្ធិបន្ទប់ដែលធ្លាប់តែពោពេញដោយធូលីដីចាប់ផ្ដើមរៀបចំខ្លួនទទួលភ្ញៀវថ្មីភាពស្ងប់ស្ងាត់ដ៏គួរឲ្យរន្ធត់បានត្រឡប់មកគ្របដណ្ដប់ម្ដងទៀតនាងរងចាំស្ដាប់និងរងចាំញាក់បន្ទាប់ដែលហ៊ានបើកទ្វារនេះចូលមក